hay nó khôngประเทศบาทนี้คือขยมนิយាយទៅលើផ្នែកតែកសិកម្មតាមបែបប្រពៃណីកសិកម្មតាមបែបបច្ចេកវិទ្យាជឿនលឿនតែប៉ុណ្ណោះហើយយើងធ្វើការប្រៀបធៀបជាមួយនឹងដំណាំចំការដំឡូងរបស់ខ្ញុំនេះដើម្បីធ្វើឲ្យវាคล้ายទៅជាឧស្សាហកម្មកសិកម្មជឿនលឿនព្រោះតលតែជាឧស្សាហកម្មជឿនលឿនទៅធ្វើឲ្យជីវភាពកសិករមានភាពល្អប្រសើររុងរឿងទៅបានប៉ុន្តែវាត្រូវការមានផ្នែកជាច្រើនវាពាក់ព័ន្ធជាមួយនឹងផ្នែកនយោបាយកសិកម្មផងដែរវាពាក់ព័ន្ធជាមួយនឹងផ្នែកនយោបាយគ្រប់គ្រងប្រទេសផងដែរវាពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផងដែរវាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចទីផ្សារនៅក្នុងប្រទេសពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចទីផ្សាររបស់ពិភពលោកពាក់ព័ន្ធជាមួយនឹងការផលិតការច្នៃសមត្ថភាពនៃការច្នៃផលិតផលនេះឲ្យคล้ายទៅជាសមិទ្ធផលសម្រាប់ផ្សេងឧបមាដូចជាមើមដំឡូងតើយើងអាចច្នៃវាទៅជាស្អីខ្លះច្នៃវាទៅជាម្សៅសម្រាប់លាបខ្លួនច្នៃវាទៅជាគ្រឿងកអូបច្នៃវាទៅជាភេសជ្ជៈច្នៃវាទៅជាចំណីសត្វច្នៃវាទៅជាគ្រឿងសម្រាប់បរិភោគឬយើងច្នៃវាទៅជាអ្វីផ្សេងទៀតដើម្បីធ្វើឲ្យវិស័យកសិកម្មមួយអាចបោះជំហានคล้ายទៅជាឧស្សាហកម្មកសិកម្មគេហៅថាកសិឧស្សាហកម្មនិយាយកាត់ដោយខ្លីហៅថាកសិឧស្សាហកម្មមានន័យថាកសិកម្មហ្នឹងភ្ជាប់ជាមួយនឹងឧស្សាហកម្មហើយអាចបោះជំហានឈានទៅពាណិជ្ជកម្មទៀតផង